ធ្វើញោមមីហើយនឹងញោមមីសួរនេះមួយឲ្យតែថាធ្វើលើកណាដឹងតែឆ្ងាញ់រហូតនឹងពីព្រោះថាគ្រឿងក្រៃយ៉ាងលីហ្នឹងមានតាំងពីគ្រឿងសមុទ្រប៉ាត់តេហើយនឹងបន្លែសិតតែបន្លែដែលឆ្ងាញ់ណាបងប្អូនចំពោះរសជាតិធានីឲ្យគឺយើងយកបែបរៀងជូរហឹរប្រៃផ្អែមណាបានញ៉ាំជក់មាត់ការធ្វើជាដំបូងនេះគឺយើងស្រោះជាមួយនឹងមីសួរសិនការស្រោះគ្រាន់តែយើងច្រលក់ភ្លាមយើងលើកចេញមកបងប្អូនកុំឲ្យស្រោះយូរពេកបន្ទាប់ពីស្រោះជាមួយនឹងមីសួរហើយគឺយើងងាកមកស្រោះជាមួយនឹងគ្រឿងសមុទ្រវិញម្ដងរយៈពេលនៃការស្រោះគ្រឿងសមុទ្ររបស់ខ្ញុំនេះប្រើពេលវេលាត្រឹមតែ50វិនាទីអីទេខ្ញុំស្រង់វាចេញមកខាងក្រៅដើម្បីត្រាំជាមួយនឹងទឹកកកចំណែកឯគ្រឿងក្រៅបន្លែនេះគឺមានដូចខ្ញុំលើកបង្ហាញបងប្អូនអញ្ចឹងមានដូចជាជីគ្រប់មុខស្ពៃក្តោបតសក់ការ៉ុតហើយកុំចោលណាជាមួយនឹងម្ទេសទុំដៃនាងអាធំវែងៗបងប្អូនឬក៏បងប្អូនប្រើជំនួសជាមួយនឹងម្ទេសផ្លោកធំក៏បានដូចគ្នាដែរឥឡូវងាកមកមើលការលាយទឹកត្រីរបស់ខ្ញុំចំពោះទឹកត្រីហើយនឹងក្រូចឆ្មាគឺខ្ញុំប្រើរង្វាស់វានឹងប៉ុនគ្នាបងប្អូនបន្តមកទៀតគឺខ្ញុំដាក់ស្ករចូលពីចេងបន្តិចខ្ទឹមសចិញ្ច្រាំហើយនឹងម្ទេសចិញ្ច្រាំសម្រាប់រសជាតិទឹកត្រីគឺខ្ញុំយកបែបរៀងដិតបន្តិចហើយដោយសារតែយើងមានតាំងពីបន្លែសាច់ហើយនឹងមីស៊ូគឺខ្ញុំយកបែបរៀងប្រៃជូរហឹរផ្អែមនិយាយទៅកាលណាយើងលាយទឹកត្រីបែបរៀងមុតអញ្ចឹងយកមកលាយញោមមកបានវាត្រូវរសជាតិគ្នាសម្រាប់ការលាយញោមនេះគ្រាន់តែយើងចាប់បន្លែនឹងដាក់មួយមុខបន្តិចមកគឺមានតាំងពីតសក់កាត់ដុតស្ពៃក្តោបម្ទេសជីគ្រប់មុខហើយយើងចាប់មីស៊ូនឹងដាក់ចូលហើយនឹងគ្រឿងសាច់ដូចគ្នាទឹកត្រីយើងដាក់ចូលតាមក្រោយគេបងប្អូនពេលដែលដាក់ទឹកត្រីហើយចាប់ផ្ដើមច្របល់យកតែម្ដងមីស៊ូនេះបងប្អូនខ្លះក៏ចង់ប្រើជាមួយនឹងមីស៊ូដាក់ឲ្យច្រើនក៏បានដែរណាតាមចំណូលចិត្តតែសម្រាប់ខ្ញុំនេះគឺខ្ញុំលាយជាមួយនឹងមីស៊ូបន្លែហ្នឹងធ្វើមិនឲ្យវាស្មើគ្នាបងប្អូនបើសិនជាដាក់មីស៊ូច្រើនពេកគឺគ្រួសារខ្ញុំក៏អត់សូវញ៉ាំហើយក៏ចូលចិត្តញ៉ាំបន្លែរៀងច្រើនជាងបងប្អូនបន្ទាប់ពីយើងច្របល់មីស៊ូជាមួយនឹងគ្រឿងកើនេះចូលជាតិសគ្នាហើយនៅចុងក្រោយគេនេះគ្រាន់តែយើងថែមជាមួយនឹងសណ្តែកដីចូលតាមបន្តិចទៅគឺធ្វើឲ្យរសជាតិញ៉ាំរបស់យើងហ្នឹងណាកាន់តែឈ្ងុយហើយខ្ទិះឆ្ងាញ់ទៀតបងប្អូនតែបើសិនជាបងប្អូនខ្លះគាត់អត់ចង់លាយជាមួយនឹងសណ្តែកដីថែមទេមិនបាច់ចាំដាក់ក៏បានដែរតាមចំណូលចិត្តណាចំណែកការច្របល់របស់ខ្ញុំនេះប្រើពេលអត់យូរទេខ្ទង់ប្រហែលជា5ទៅ6នាទីអីវាចូលចិត្តគ្នាសព្វល្អហើយបងប្អូនដោយសារតែសរសៃមីស៊ូក៏តូចរីឯបន្លែដែលយើងលាយច្របល់ហ្នឹងក៏សរសៃតូចទៀតអញ្ចឹងហើយច្របល់តាមមួយផ្លេតគឺបានញ៉ាំមីចាបន្ទាប់ពីយើងច្របល់ចូលជាគ្នាសព្វល្អហើយចាប់ផ្ដើមចាក់ដាក់ក្នុងចានហើយខ្ញុំបានរោយជាមួយនឹងសណ្តែកដីហ្នឹងដាក់ពីលើថែមបន្តិចទៀតដើម្បីឲ្យរសជាតិញ៉ាំរបស់ខ្ញុំកាន់តែឆ្ងាញ់សម្រាប់មុខម្ហូបពីពេលនេះឲ្យតែថាធ្វើលើកណាគឺខ្ញុំអត់ដែរដាំបាយទេបងប្អូនញ៉ាំតែម្ហូបនឹងលេងណាពីព្រោះថាមានតាំងពីបន្លែហើយនឹងមីស៊ូនិយាយទៅយើងញ៉ាំនឹងឆ្អែតដូចតែគ្នានឹងហើយជាពិសេសមួយមុខនេះបើសិនជាបងប្អូនមានកម្មវិធីជួបជុំងាកឡើងជុំគ្រួសារអីដាក់តែមួយមុខនេះទៅធានាឲ្យថាដឹងតែគ្រួសារសប្បាយចិត្តទៅហើយជាពិសេសរសជាតិគេនឹងធ្វើចេញមកអត់ឲ្យយើងខកចិត្តទេណាគឺញ៉ាំជក់មាត់មែនតើហើយជាពិសេសឈ្ងុយចេញពីគ្រឿងក្រៅដែលយើងលាយជាមួយនឹងទៀតណាញ៉ាំមួយម៉ាត់ណាក៏មានជាតិដែរអញ្ចឹងហើយសម្រាប់មួយមុខនេះបើសិនជាបងប្អូនចាប់អារម្មណ៍ថាថ្ងៃសៅរ៍អាទិត្យនេះដឹងតែធ្វើអីញ៉ាំជុំគ្រួសារទេអាចសាកធ្វើបានណាចាសម្រាប់ការបង្ហាញមុខម្ហូបរបស់ខ្ញុំថ្ងៃនេះគឺមានការបង្ហាញតែប៉ុណ្្នឹងទេអរគុណ